បងមិនខ្វល់ទេបងមិនបានស្រឡាញ់ធារីទេបងស្រឡាញ់កល្យានតែម្នាក់ប៉ុណ្ណោះបងមិនចង់រៀបការជាមួយអ្នកណាទៀតទេក្រៅពីអូនមីងដឹងថាក្មួយមករកកូនកល្យាននឹងហើយណែមីងមិនហ៊ានខាត់អ្វីនោះទេណាឲ្យតែមកតាមផ្លូវទៅតាមច្បាប់មិនអាចទៅផ្លូវកាត់ទុំមុនស្រគៀលបាននោះទេណាយើងត្រូវតែរក្សាកិត្តិយសផ្ដោតតម្លៃដល់មនុស្សដែលក្មួយស្រឡាញ់តែយល់ទេមិនក៏ថាមិនពាក់ព័ន្ធព្រោះយើងស្រឡាញ់កល្យានបើឯងមិនស្ដាប់យើងហើយចេញឲ្យឆ្ងាយពីកល្យានទេនោះយើងខ្លាចថាជីវិតឯងរស់មិនផុតថ្ងៃនេះទេព្រោះយើងមិនចង់ដណ្ដើមអ្វីជាមួយអ្នកណានោះទេនេះឯងគំរាមយើងហ៎យើងប្រាប់ឯងឲ្យដឹងទៅចុះថាយើងមិនដែលខ្លាចមនុស្សដូចជាឯងនោះទេបើឯងចង់ខ្លាំងឯងចូលមកគិតថាយើងខ្លាចហ៎អូយអាយ៉ាងាប់ទៅយើងប្រាប់ហើយតែឯងនៅតែចង់ខ្លាំងជាមួយយើងងាប់ទៅរឿងវិញ្ញាណស្នេហ៍អានកំបាំងនិពន្ធដោយដនស្រីមុំកល្យានអូនបងពិតជាសំណាងណាស់ដែលមានអូននៅក្បែរអរគុណដែលអូនស្រឡាញ់បងអូនក៏សំណាងដូចគ្នាដែលមានបរិយាល្អដូចជាបងនៅក្បែរត្រឹមតែជីវិតប៉ុណ្ណេះអូនក៏មានក្តីសុខណាស់ទៅហើយអូនមិនចង់បានអ្វីទៀតនោះទេតែបងពិតជាបារម្ភខ្លាំងណាស់ព្រោះនៃផាដេតក៏ស្រឡាញ់អូនបងខ្លាចតែគេទៅដើមអូនចេញពីបងបាត់ទេបងកុំបារម្ភអីនេះផាដេតនោះត្រូវបានរៀបការជាមួយនឹងបងស្រីមិនមែនជាអូនទេព្រោះចាស់ទុំបានព្រមព្រៀងគ្នារួចអស់ហើយតែនេះគ្រាន់តែជាគំនិតចាស់តែប៉ុណ្ណោះបងខ្លាចណាស់ព្រោះគេនោះជាមនុស្សខូខើចង់ធ្វើអ្វីចង់បានអ្វីគឺត្រូវតែបានបងឈប់បារម្ភទៀតទៅណាអូនថាមិនអីគឺមិនអីហើយមិនជួយទេបងធីរីនឹងភ្ជាប់ពាក្យជាមួយនឹងនេផាដេតនោះបានលើបែបនេះបងក៏ធូរចិត្តបន្តិចហើយអាកនឯងគិតថានឹងយកកល្យានបានមែនទេកល្យានត្រូវតែជារបស់យើងបងកនអូនគិតថាត្រឡប់ទៅផ្ទះវិញសិនហើយព្រោះថាល្ងាចណាស់ទៅហើយខ្លាចម៉ែគាត់បារម្ភបើអញ្ចឹងចាំបងជូនអូនទៅមិនអីទេណាអូនទៅវិញខ្លួនឯងបានបងទៅវិញចុះស្អែកចាំជើងជួបគ្នាទៀតតែបងមិនអាចឲ្យអូនទៅវិញម្នាក់ឯងបានទេមិនអីទេណានៅថ្ងៃចេះនឹងអ្នកណាតែហ៊ានធ្វើអីទាំងកណ្ដាលថ្ងៃបែបនេះនោះបានអញ្ចឹងអូនទៅចុះចាបងឈប់សិនកល្យានបងដេនមិនក៏បងនៅទីនេះហើយខ្ញុំមានការអីចាំដល់ផ្ទះចាំនិយាយគ្នាចុះមកឈរនិយាយតាមផ្លូវបែបនេះមិនល្អភ្នែកញាតិទេចុះជាមួយអាកនអូនចេះទៅអង្គុយជាមួយវាបានហេតុអីបងមិនបានព្រោះថាបងចិត្តភ្ជាប់ពាក្យជាមួយបងស្រីបើឃើញនិយាយស្និទ្ធស្នាលជាមួយនឹងខ្ញុំខ្លាចក្រែងគេនិយាយមិនល្អបងមិនខ្វល់ទេបងមិនបានស្រឡាញ់ធារីទេបងស្រឡាញ់កល្យានតែម្នាក់ប៉ុណ្ណោះបងមិនចង់រៀបការជាមួយអ្នកណាទៀតទេក្រៅពីអូនបងផាដេនធ្វើអីនឹងឡាញដៃខ្ញុំភ្លាមព្រោះថាខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយថយចេញទៅខ្ញុំទៅផ្ទះវិញកល្យានស្រឡាញ់អាកននោះមែនទេមែនហើយអ្នកម៉ែរបស់ខ្ញុំក៏ពេញចិត្តបងកនដូចគ្នាដែរពួកយើងទាំងពីរនាក់ក៏គង់នឹងរៀបការជាមួយគ្នារងចាំតែបងនិងបងធីរីរៀបការតែប៉ុណ្ណោះកុំសង្ឃឹមថាអូននឹងបានរៀបការជាមួយអាកនបើបងមិនបានអូនអ្នកណាក៏មិនអាចបានអូនដូចគ្នាកល្យានតើអាម្នាក់នោះមានអីល្អជាងបងតាណាទៅហេតុអីក៏អូនមិនស្រឡាញ់បងទាំងសង្ហាទាំងមានជាងវារូបសម្រាប់បងសង្ហាបងមានទ្រព្យសម្បត្តិប៉ុន្តែបងខ្វះអ្វីដឹងទេគឺខ្វះចិត្តមេត្តាបងមើលខ្លួនឯងរាល់ថ្ងៃទៅបានធ្វើទាំងវើអ្វីខ្លះកល្យានគឺបងយ៉ាងម៉េចនិយាយឡើងចេញឲ្យមែនទេបើអស់អីហើយខ្ញុំទៅវិញសិនហើយម៉ែចាំនៅឯផ្ទះកូនកល្យានទើបមកពីណានឹងកូន
ម៉ែនឹងបងស្រីកូនកំពុងតែចាំហូបបាយណាអេក្មួយដេតនេះក្មួយក៏មកជាមួយដែរមែនទេជំរាបសួរណាមីងក្មួយឃើញកល្យានដើរតែម្នាក់ឯងទៅបានជាមកកំដរគ្រាន់បានជាគ្នាម៉ែកូនអត់ឃ្លានទេកូនសុំទៅបន្ទប់សិនហើយណាម៉ែប៉ុន្តែកូននៅមិនទាន់បានហូបអីនៅឡើយទេណាកូនហើយchẳngមិនចេះកូននេះម៉ែអញ្ចឹងកូនទៅមើលប្អូនសិនហើយឈប់សិនកូនធីរីនៅរាក់តាក់ភ្ញៀវសិនទៅណាទៅយកទឹកមកទទួលភ្ញៀវចាស់ម៉ែមិនអីទេមីងក្មួយក៏ប្រញាប់ដែរក្មួយគិតលៀនណាមីងត្រឡប់ទៅវិញសិនហើយនៅហូបបាយជាមួយគ្នាសិនទៅក្មួយមកមីងរៀបចំជូនណាបាទអ្នកមីងអញ្ចឹងក្មួយនៅហូបក៏បានកុំឲ្យអសធានណាមីងចានេះទឹកបងដេនអរគុណហើយធីរីក៏ស្រស់ស្អាតមួយយ៉ាងដែរតាបើសិនជាយើងយកបានទាំងពីរគឺពិតជាល្អណាស់ក្មួយដេតញញឹមអីនឹងក្មួយនេះសម្លឹងមុខកូនធីរីមិនដាក់ភ្នែកសោះហើយតាមមុខរបស់ខ្ញុំមានប្រឡាក់អីមែនទេអត់ទេតោះណាមីងហូបបាយទៅចាតោះកូនហូបបាយទៅជំរាបសួរណាមីងអេក្មួយកនជំរាបសួរមកចូលមកក្នុងសិនមកក្មួយណាមីងនេះខ្ញុំជូនណាមីងចាអរគុណហើយណាក្មួយនិយាយអញ្ចឹងក្មួយមកថ្ងៃនេះមានការអ្វីដែរទៅអូបាទគឺគ្មានអីទេណាមីងខ្ញុំគ្រាន់តែមកលេងណាមីងតែប៉ុណ្ណោះអូគឺកល្យានគេទៅផ្សារជាមួយបងស្រីគេហើយបន្តិចទៀតទើបត្រឡប់មកវិញណាមីងដឹងថាក្មួយមករកកូនកល្យាននឹងហើយណែមីងមិនហ៊ានខាត់អ្វីនោះទេណាឲ្យតែមកតាមផ្លូវទៅតាមច្បាប់មិនអាចទៅផ្លូវកាត់ទុំមុនស្រគៀលបាននោះទេណាយើងត្រូវតែរក្សាកិត្តិយសផ្ដោតតម្លៃដល់មនុស្សដែលក្មួយស្រឡាញ់តែយល់ទេបាទណាមីងក្មួយអរគុណណាមីងណាសូមណាមីងកុំបារម្ភពីរឿងនេះអីក្មួយស្រឡាញ់អូនកល្យានក្មួយមិនអាចធ្វើអ្វីឲ្យអូនកល្យានខូចកិត្តិយសបានទេក្មួយពិតជាអរគុណណាមីងណាដែលសន្តោសប្រណីដល់ក្មួយចាមិនអីទេណាអូនោះជាក្មួយដេនតើជំរាបសួរណាមីងចាក្មួយមកអង្គុយលេងសិនមកក្មួយបាទអរគុណណាមីងណាហេតុអីក៏ឯងនៅទីនេះខ្ញុំមកលេងណាមីងមិនមែនមកដើម្បីកល្យានទេមែនទេគឺយើងទាំងពីរនឹងហើយនេះឯងឌឺយើងហ៎មិនបានឌឺទេយើងនៅតែយើងសោះយើងមានបានទៅរករឿងអីឯណាក្មួយដេននេះមករកធីរីមែនទេធីរីគេទៅផ្សារបន្តិចទៀតទើបត្រឡប់មកវិញបានណាមីងហើយចុះកល្យានគេមិននៅទេហ៎ណាមីងគឺគេទាំងពីរអ្នកទៅជាមួយគ្នានឹងហើយអូគ្រាន់តែនិយាយមកដល់ល្មមកល្យានមកវិញហើយហ៎បង្កននេះបង្កនមកដល់យូរហើយនៅកល្យាននេះបងនិយាយជាមួយអូនណាក៏ឃើញហាញ់តាថាមកដល់ផ្ទាំងកល្យានកូនម៉ែកូនសុំនំបង្កនទៅខាងក្រៅផ្ទះដើម្បីនិយាយគ្នាបន្តិចបានទេម៉ែម៉ែថាពេលនេះក្មួយកននិងក្មួយដេតទៅផ្ទះវិញសិនបានណាព្រោះមីងភ្លេចគិតថាមីងត្រូវនាំកូនទៅខាងក្រៅបានមិនអីទេណាមីងកល្យានចាំនិយាយគ្នាពេលក្រោយចុះណាបងទៅវិញសិនហើយចឹងចាំជួបគ្នាណាណាមីងក្មួយលាទៅវិញសិនហើយបានចាស់ក្មួយមីងអរគុណហើយណាណាមីងខ្ញុំក៏លាទៅវិញសិនដែរថ្ងៃស្អែកនេះក្មួយមកលេងទៀតចាស់ក្មួយកនឈប់សិនឯងមកតាមយើងធ្វើអីនៅឲ្យឆ្ងាយពីអូនកល្យានបើមិនចង់ងាប់យ៉ាងម៉េចតើមានអីពាក់ព័ន្ធនឹងឯងមិនក៏ថាមិនពាក់ព័ន្ធព្រោះយើងស្រឡាញ់កល្យានបើឯងមិនស្ដាប់យើងហើយចេញឲ្យឆ្ងាយពីកល្យានទេនោះយើងខ្លាចថាជីវិតឯងរស់មិនផុតថ្ងៃនេះទេព្រោះយើងមិនចង់ដណ្ដើមអ្វីជាមួយអ្នកណានោះទេនេះឯងគំរាមយើងហ៎យើងប្រាប់ឯងឲ្យដឹងទៅចុះ
ថាយើងមិនដែលខ្លាចមនុស្សដូចជាឯងនោះទេបើឯងចង់ខ្លាំងឯងចូលមកគិតថាយើងខ្លាចហ៎បានយើងមិនចង់ប្រើហិង្សាទេតែឯងនេះជាអ្នកបង្ខំយើងថ្ងៃនេះឯងនឹងយើងត្រូវតែមានម្នាក់ស្លាប់អូយអាយ៉ាឯងមិនចង់រស់ហើយយើងប្រាប់ហើយតាថាកល្យានជារបស់យើងងាប់ទៅយើងប្រាប់ហើយតែឯងនៅតែចង់ខ្លាំងជាមួយយើងងាប់ទៅឯងនៅដេកនៅទីនេះឲ្យសប្បាយចុះពេលនេះកល្យាននឹងក្លាយជារបស់យើងតែម្នាក់គត់កល្យានបងសុំទោសដែលបងមិនអាចនៅមើលថែអូនបានបងស្រឡាញ់អូនអាចារ្យកល្យាននេះអូនកាត់អីដែរទេនឹងមានត្រូវត្រង់ណាអត់ទេបងខ្ញុំអត់មានត្រូវអីទេប៉ុន្តែខ្ញុំដូចជាមានអារម្មណ៍មិនសូវល្អចាំមិនដឹងទេបងមិនអីទេណាកុំបារម្ភអីបងស្រីតើបងស្រឡាញ់នេះដេតនោះដែរទេគឺថាមិនអីទេណាបើបងស្រឡាញ់អូនក៏មិនថាអីដែរប៉ុន្តែអូនមើលទៅនេះដេតម្នាក់នោះមិនមែនជាមនុស្សល្អអ្វីនោះទេមិនអីទេណាទោះបីជាយ៉ាងណាក៏ចាស់ទុំបានរៀបចំឲ្យបងទាំងពីររួចហើយទោះបីជាចង់ប្រកែកក៏ប្រកែកមិនបានដែរអូនឆាប់ថយទៅចាំបងប្រមូលបំបាយចេញមិនអីទេបងចាំខ្ញុំជាអ្នកប្រមូលចុះអូយឃើញទេបងថាឲ្យទុកឲ្យបងធ្វើវិញអូនទៅខាងនោះទៅកូនធីរីកូនកល្យានម៉ែហេតុអីក៏ទុកមុខស្លេកស្លាំងខ្លាំងម្លេះម៉ែមិនស្រួលខ្លួនតាមមែនទេគឺថាកល្យានកូនអ្នកម៉ែតើមានរឿងអីមែនទេគឺមុននេះម៉ែលើកដំណឹងមកថាក្មួយកនគឺណាអ្នកម៉ែតើបងកនគាត់ចាំមិនម៉ែគាត់កាត់អីមែនទេម៉ែកល្យានពេលនេះក្មួយកនបានស្លាប់ហើយកូនថាម៉េចម៉ែនិយាយថាម៉េចមិនប៉ះទេហេតុអីក៏ទៅជាបែបនេះមុននេះគាត់នៅទីនេះសោះហេតុអីតែម៉ែហេតុអីបានជាគាត់ស្លាប់ទៅម៉ែគឺត្រូវបានគេសម្លាប់ណាកូនក្មួយកនត្រូវបានគេចាក់ជាច្រើនកំបិតណាកូនអ្នកណាទៅអ្នកណាជាអ្នកសម្លាប់បង្កនពធបង្កនហេតុអីក៏ទៅចាស់អូនម៉ែកូនចង់ទៅមើលបង្កនមិនប៉ះទេបង្កនហេតុអីក៏បងទៅចាល់អូនបងសន្យាឲ្យមែនទេថានឹងរៀបការជាមួយអូនពេលនេះហេតុអីក៏បងទៅចាល់អូនបែបនេះអ្នកណាជាអ្នកសម្រាប់បងហើយគួរអាណិតណាស់លោកអើយមិនគួរមកស្លាប់បែបនេះសោះកននេះជាមនុស្សល្អស្លូតបូតណាស់មិនដែលតែមានគំនុំជាមួយអ្នកណានោះទេតើអ្នកណាទៅណោះហេតុអីក៏ចិត្តដាច់លើកដៃសម្លាប់គេទៅរួចដោយសារតែកនជាកូនកំព្រាកល្យាននិងគ្រួសារក៏បានធ្វើបុណ្យឲ្យកនពេលធ្វើបុណ្យចប់
មិនយូរប៉ុន្មានកម្មវិធីរៀបការរបស់ដេតនិងធារីក៏បានមកដល់ពេលរៀបការរួចនាយដេតក៏បានមករស់នៅលើផ្ទះរបស់អ្នកស្រីសានដែរពេលនេះកូនទាំងពីរបានរៀបការរួចហើយត្រូវចេះស្រឡាញ់មើលថែគ្នាឲ្យល្អណាស់កូនដេតម៉ែផ្ញើកូនស្រីឲ្យមើលថែផងមើលថែប្អូនឲ្យបានល្អណាស់កូនបាទអ្នកម៉ាក់កុំបារម្ភអីកូននឹងមើលថែប្អូនឲ្យបានល្អបំផុតតោះធារីចូលទៅសម្រាកទៅអូនអស់កម្លាំងណាស់ហើយអ្នកម៉ែកូនសុំទៅសម្រាកសិនហើយចាកូនទៅចុះកូនកល្យាននេះនៅមិនទាន់ដេកទេឯកូនអ្នកម៉ៃកុំសោកសៅធ្វើអីណាកូនគេទៅបានសុខហើយកូនអ្នកដែលនៅរស់ត្រូវតែរស់ឲ្យសប្បាយចិត្តណាកូនដើម្បីឲ្យព្រលឹងក្មួយកនគេទៅបានសុងចាម៉ែកូនដឹងថាបង្កនស្លាំមកជាមានអ្វីពាក់ព័ន្ធជាមួយនឹងអ្នកដេតម្នាក់នោះយើងអត់មានផតតាំងទីណាកូនកុំនិយាយផ្ដេសផ្ដាសឆាប់សម្រាកទៅណាមើលចុះមុខកូនស្លក់ណាស់រាងកាយក៏ស្គមស្គាំងឃើញបែបនេះម៉ែពិបាកចិត្តខ្លាំងណាស់កូនអ្នកម៉ៃសុំកំរំពីកូនអីកូននឹងមើលថែខ្លួនឯងឲ្យបានល្អបំផុតអ្នកម៉ែទៅសម្រាប់ចុះកូនដេកចុះណាម៉ែទៅដេកហើយចាអ្នកម៉ៃអ្នកណាយើងសួរថាអ្នកណានៅពីក្រោយអ្នកណាហានេះកុំស្រែកបើមិនចង់ឈឺខ្លួនបន្ទាប់ពីដេតចូលក្នុងបន្ទប់កល្យានតែកល្យាននឹងមានរឿងអ្វីកើតឡើងដេតនឹងធ្វើអ្វីចំពោះកល្យានសូមរងចាំតាមដានទស្សនានៅភាគបន្តសូមអរគុណ